សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកជាបន្តតាក់ទងជាមួយនឹងអត្តចរិតក៏ដូចជាបុគ្គលិកលក្ខណៈរបស់មនុស្សដែលកើតនៅក្នុងឆ្នាំនីមួយៗហើយការពីវគ្គមុននាងខ្ញុំលើកតាក់ទងជាមួយនឹងមនុស្សដែលកើតឆ្នាំឆ្លូវឬខ្មែរយើងហៅថាគោដែលពាក់ព័ន្ធនឹងអត្តចរិតទូទៅរបស់មនុស្សដែលកើតឆ្នាំឆ្លូវហើយក្នុងវគ្គនេះដែរនាងខ្ញុំនឹងលើកបន្តតាក់ទងបានន័យថាជាភាគ2តាក់ទងជាមួយនឹងធាតុក៏ដូចជាឆ្នាំនីមួយៗដែលកើតនៅក្នុងឆ្នាំឆ្លូវផងដែរហើយជាដំបូងពាក់ព័ន្ធជាមួយនឹងគេហៅថាគោធាតុឈើដែលមានឆ្នាំកំណើតពីថ្ងៃទី24ខែ1 1925រហូតដល់បានន័យថាថ្ងៃ12ខែ2 1926ហើយអ្នកផ្សេងទៀតនោះគឺថ្ងៃទី20ខែ2 1985រហូតដល់ថ្ងៃទី8ខែ2ឆ្នាំ1986ហើយបុគ្គលិកលក្ខណៈអត្តចរិតរបស់មនុស្សដែលកើតនៅក្នុងឆ្នាំហ្នឹងឬហៅថាគោធាតុឈើហ្នឹងគឺបានន័យថាឈើរំលេចនៅក្នុងចិត្តគោនឹងដល់ត្រជាក់ប្រសិនបើពួកគេទាំងនេះបានន័យថាការពារនៅផលប្រយោជន៍របស់ពួកគេនឹងធ្វើវាយ៉ាងខ្លាំងអាចស្រែកឬក៏វាយតប់ពួកគេស្អប់ល្បិចកលទុច្ចរិតការមួបង្កាច់និងការចាក់ពីក្រោយខ្នងពួកគេទាំងនេះគឺពិតជាមានភាពក្លាហានខ្លាំងណាស់ឥឡូវនេះខ្ញុំសូមចូលទៅកាន់ធាតុបន្ទាប់គឺសម្រាប់គោធាតុភ្លើងបានន័យថាគោដែលមានធាតុភ្លើងហើយឆ្នាំកំណើតវិញគឺពីថ្ងៃទី11ខែ2 1937រហូតដល់ថ្ងៃទី30ខែ1 1938ហើយសម្រាប់ម្នាក់បានន័យថាឆ្នាំផ្សេងទៀតគឺថ្ងៃទី7ខែ2 1997រហូតដល់ថ្ងៃទី27ខែ1 1998អញ្ចឹងសម្រាប់ទាំងពីរហ្នឹងគឺពាក់ព័ន្ធជាមួយនឹងគោធាតុភ្លើងហើយអត្តចរិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំហ្នឹងឬគេហៅថាគោធាតុភ្លើងហ្នឹងគឺថាគោនេះគឺចិត្តល្អហើយមានសន្តិភាពមានទំនោរអាចคล้ายជាអ្នកកំ pl ែងបានន័យថាគាត់ចូលចិត្តឲ្យអ្នកជំនាញខ្លួនរបស់គាត់ហ្នឹងសោចអីចឹងទៅពួកគេទាំងនេះមិនប្រើអំពើហិង្សានិងមានទំនោរជៀសវាងបានន័យថាគាត់អត់ចូលចិត្តការប្រើអំពើហិង្សាទេគាត់ចូលចិត្តភាពសន្តិភាពហើយចូលចិត្តឲ្យមនុស្សជុំវិញខ្លួនគាត់ហ្នឹងមានភាពសុបាយចិត្តអញ្ចឹងអ្វីដែលគាត់ធ្វើហ្នឹងគឺការជៀសវាងនៅចំនួនពួកគេមានទំនោរជោគជ័យនៅក្នុងការងារហើយតែងតែព្យាយាមដើម្បីអភិវឌ្ឍខ្លួនរបស់ពួកគេឥឡូវនាងខ្ញុំសូមចូលបន្តទៅកាន់គោធាតុដីដែលគោធាតុដីហ្នឹងគឺមានកើតនៅក្នុងឆ្នាំថ្ងៃទី29ខែ1 1949ដល់ថ្ងៃទី1សុំទោសថ្ងៃទី16ខែ1 1950ហើយមួយទៀតគឺថ្ងៃទី26ខែ1 2009រហូតដល់ថ្ងៃទី13ខែ2 2010ផងដែរនេះគេហៅថាគោធាតុដីហើយអត្តចរិតរបស់គោធាតុដីហ្នឹងគឺដីនាំឲ្យគោនៅវិចារណញ្ញាណនិងញាណទី6បានន័យថាមនុស្សពួកគាត់ហ្នឹងគឺមានញាណអាចដឹងមុនឬមួយក៏មានអ្វីប្រាប់គាត់មុនចឹងទៅគោទាំងនេះគឺតែងតែមានសេចក្តីស្រឡាញ់និងការផ្ដល់ការអោបច្រើនជាងបានន័យថាមនុស្សធម្មតាគាត់ចូលចិត្តផ្ដល់ក្តីស្រឡាញ់ទៅដល់មនុស្សជុំវិញខ្លួនគាត់ហើយដីនឹងលើកកម្ពស់សមត្ថភាពចំណេះដឹងរបស់គាត់ដើម្បីគិតឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ
Lấy những trong xong châu từ can cô thiệt mía cô thiệt mía cứ miền cầm năm cầm nát nắng pi ngay thì đầm 4 khai pi mà pon 400 muối rồi hô đo ngay thì bầm bal khai pi mà pon 400 pi hồi năm cầm nát mình tua tiền nó cứ mà pon nè đại ca nó cái nông thế ngày thì tập 5 khai pi mà pon 400 học muối đó ngày 4 khai pi mà pon 400 học pi hồi miền ở năm mình tua cứ ngày thì đọc pi khai pi pi pon mà pay muối rồi hốt đằng ngày 30 muối khai muối pi pon mà pay pi hồi cô thiện miền đi đái tạ chỉ đặc nâng bốc lực lẹ cái nã cứ cô tiền ní cứ miền dịch đây thay thô nâng cặp cái giá thay thô phụ kếត្រូវបានកោតសរសើរនិងគោរពពីមនុស្សជុំវិញខ្លួនសត្វគោដែលទទួលបានលោហៈធាតុគួរតែប្រុងប្រយ័ត្នជានិច្ចចំពោះចំណង់និងពីទង្វើដែលបានន័យថាទង្វើដែលមិនចេះគិតរបស់គាត់ធ្វើអីចឹងទៅណាពេលខ្លះគាត់មិនបានគិតគូវែងឆ្ងាយជ្រៅជ្រះអីចឹងទៅចំណុចខ្លះឥឡូវនេះខ្ញុំសូមចូលទៅកាន់គោធាតុទឹកដែលមានឆ្នាំកំណើតពីថ្ងៃទី6ខែ2រហូតដល់1913ថ្ងៃទី25ខែ2 1914ហើយឆ្នាំបន្ទាប់គឺថ្ងៃ3ខែ2 1973រហូតដល់ថ្ងៃ22ខែ2 1974ហើយឆ្នាំបន្ទាប់ទៀតគឺថ្ងៃទី31ខែ1 2033ហើយរហូតដល់ថ្ងៃ18ខែ2 2034ហើយអត្តចរិតនៃគោធាតុទឹកហ្នឹងគឺគោទាំងនេះមានរូបរាងគួរឲ្យបានន័យថាចាប់អារម្មណ៍មានការគោរពពីកំណើតបានន័យថារូបរាងរបស់គាត់មានភាពតាក់ទាញហើយជារឿយនាំទៅដល់ការតែងតាំងបានន័យថាគេឃើញរូបរាងរបស់គាត់ចឹងទៅសមទំនងជាលក្ខណៈមួយនៅកន្លែងធ្វើការអញ្ចឹងតើតំណែងណាដែលស័ក្តិសមជាមួយគាត់អញ្ចឹងទៅគេក៏តាក់ទាញឲ្យគាត់ហ្នឹងបានអ្នកដឹកនាំហ្នឹងតែងតាំងដឹកនាំមុខគេជាងគោផ្សេងទៀតបានន័យថាក្នុងចំណោមគោផ្សេងដែលនេះខ្ញុំរាប់ពីខាងលើហ្នឹងគាត់គឺមានបានន័យថារូបរាងរបស់គាត់ហ្នឹងគឺអាចនាំឲ្យគាត់បានឆាប់គេតែងតាំងមុខតំណែងជាងគោផ្សេងឥឡូវនេះខ្ញុំចូលទៅកាន់បន្ថែមអត្តចរិតរបស់គាត់ហ្នឹងគោស្ថិតនៅក្នុងនេះគឺបានន័យថាក្រោមឥទ្ធិពលនៃទឹកមានធម៌ពលនិងមោទនភាពខ្លាំងណាស់ចឹងនេះគឺជាអត្តចរិតរបស់មនុស្សដែលកើតក្នុងឆ្នាំឆ្លូវទៅតាមធាតុផ្សេងនិងឆ្នាំផ្សេងផងដែរសម្រាប់វីដេអូតាក់ទងជាមួយនឹងអត្តចរិតរបស់ឆ្នាំនីមួយនៅក្នុងឆ្នាំឆ្លូវវគ្គ2នេះបានមកដល់ទីបញ្ចប់អរគុណច្រើនសម្រាប់ការចូលមកកាន់ទស្សនាវីដេអូរបស់នាងខ្ញុំហើយបើចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា